បងប្អូនទាំងអស់គ្នានៅក្នុងការប្រើប្រាស់ Digital ហើយនឹងជីវិតរស់នៅក្នុងពិភព Digital របស់បងប្អូនទាំងអស់គ្នាគឺបងប្អូនទាំងអស់គ្នាត្រូវយល់ឲ្យបានច្បាស់អំពីធម្មជាតិពិតពីរយ៉ាងនៅក្នុងជីវិតរបស់បងប្អូនទាំងអស់គ្នាធម្មជាតិពីរយ៉ាងនេះយើងតែងតែមានអារម្មណ៍ថាវាកំពុងតែទាស់ទែងគ្នាយ៉ាងចម្លែករវាងរាងកាយសាច់ឈាមរបស់យើងនៅខាងក្រៅហើយនឹងជីវិតនៅក្នុងពិភព Digital របស់យើងរឿងចម្លែកនេះវាកើតឡើងបានក៏ព្រោះតែជីវិតពិតរបស់យើងគឺវាមានធម្មជាតិពីរយ៉ាងដែលវាផ្សំឡើងពីរបស់ខាងក្រៅខ្លួនរបស់យើងហើយនឹងបាតុភូតព័ត៌មានដែលចិត្តរបស់យើងកំពុងតែទទួលបានវាពិភពខាងក្រៅខ្លួនរបស់យើងគឺវាត្រូវបានគ្រប់គ្រងទៅដោយច្បាប់រូបធាតុចំណែកឯព័ត៌មានដែលចិត្តរបស់យើងកំពុងតែទទួលបាននេះគឺវាត្រូវបានគ្រប់គ្រងទៅដោយហេតុផលហើយនឹងភាសាយើងម្នាក់តែងតែព្យាយាមដោះស្រាយបញ្ហាគ្រប់យ៉ាងដោយផ្អែកតែលើរឿងមួយខាងប៉ុន្តែប្រសិនបើបងប្អូនទាំងអស់គ្នាចង់យល់ឲ្យបានច្បាស់ពិតប្រាកដគឺវាទាមទារឲ្យបងប្អូនទាំងអស់គ្នាមានការរួមបញ្ចូលគ្នារវាងធម្មជាតិទាំងពីរយ៉ាងនេះបងប្អូនទាំងអស់គ្នាសាកគិតផ្ទៀងផ្ទាត់ទៅមើលអំពីធម្មជាតិទាំងពីរយ៉ាងនេះតាមពិតទៅភាពពិតរបស់វាតែមួយទេប៉ុន្តែធម្មជាតិនេះវាតម្រូវឲ្យវាមានពីរយ៉ាងឧទាហរណ៍ដូចជាផែនទីហើយនិងផ្ទៃដីពិតប្រាកដអញ្ចឹងវាបង្ហាញលទ្ធផលតែមួយទេផែនទីគឺវាតំណាងឲ្យផែនដីពិតប្រាកដនឹងឯងផ្ទៃដីគឺវាជាវត្ថុជាក់ស្ដែងប៉ុន្តែផែនទីគឺវាតំណាងឲ្យព័ត៌មាននៅផ្ទៃដីពិតប្រាកដនោះហើយផែនទីវាបានជួយនាំផ្លូវយើងឲ្យដើរកាត់ផ្ទៃដីនោះដោយមិនឲ្យវង្វេងត្រង់នេះខ្ញុំចង់ឲ្យបងប្អូនយល់ថានៅពេលដែលយើងទទួលស្គាល់ភាពទន្ទឹមគ្នានៃធម្មជាតិពីរយ៉ាងនេះយើងនឹងឈប់មានអារម្មណ៍ថាជីវិតនៅលើអ៊ីនធឺណិតរបស់យើងហើយនឹងជីវិតនៅក្រៅអ៊ីនធឺណិតរបស់យើងវាមិនកំពុងតែវាប្រហារគ្នាទៀតឡើយផ្ទុយទៅវិញយើងនឹងមើលឃើញថាពួកវាគឺជាស្រទាប់ពីរនៃការពិតតែមួយដែលមានភាពស៊ីសង្វាក់គ្នាយ៉ាងល្អការរក្សាបាននៅតុល្យភាពអំពីការពិតតែមួយបែបនេះនឹងជួយកាត់បន្ថយការព្រួយបារម្ភរបស់បងប្អូនទាំងអស់គ្នានៅក្នុងយុគសម័យ Digital ព្រោះតែវាបានផ្ដល់ជាគ្រោងរចនាសម្ព័ន្ធច្បាស់លាស់សម្រាប់រាល់បទពិសោធន៍ទាំងឡាយដែលយើងបានជួបប្រទះហើយភាពពិតប្រាកដតែមួយនៃធម្មជាតិពីរយ៉ាងនេះវាបានដាស់តឿនយើងថាខួរក្បាលហើយនឹងការគិតរបស់យើងគឺត្រូវតែគិតគូរទាំងរឿងដុំថ្មដែលនៅខាងក្រោមជើងរបស់យើងផងហើយនឹងទិន្នន័យដែលយើងទទួលបាននៅក្នុងចិត្តរបស់យើងផងការផ្សះផ្សាពិភពលោកទាំងពីរនេះឲ្យវាចូលគ្នាគឺជាអ្វីដែលធ្វើឲ្យចំណេះដឹងរបស់យើងคล้ายទៅជាព័ត៌មានដែលត្រឹមត្រូវបំផុតហើយនឹងមានប្រយោជន៍បំផុតសម្រាប់ប្រើប្រាស់នៅក្នុងជីវិតរបស់យើង